បាទជំរាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃនេះជួយនឹងខ្ញុំបាទសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនគ្នាបាទរបៀប block ហើយនិងដោះ block នៅក្នុង Messenger របស់យើងណាតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលមកកន្លែង Messenger មកបាទអញ្ចឹងបងប្អូនចង់ធ្វើការ block នៅលើបាទ account មួយណាបងប្អូនគ្នាចុចលើហ្នឹងមកបាទបន្ទាប់មកយើងចុចកន្លែង profile នេះបាទតមកទៀតបងប្អូនគ្នា scroll ចុះមកក្រោមមកនេះបងប្អូនគ្នាឃើញកន្លែងសញ្ញាដកនេះគេដាក់ថា block ណាយើងចុចកន្លែងហ្នឹងមកបាទតមកបងប្អូនគ្នាយកកន្លែង block បាទបន្ទាប់មកយើងបាន block ហើយបងប្អូនគ្នាតមកយើងចុចចេញមកវិញមកនេះតមកបងប្អូនគ្នាបាទយើងចង់អាន block វិញបងប្អូនគ្នាចុចកន្លែងហ្នឹងកន្លែង unblock ហ្នឹងមកគឺវាដោះវិញហើយប៉ុន្តែបងប្អូនគ្នា block គេហើយយើងចុចចេញមកវិញបាទយើងលេងយូរថ្ងៃអីចឹងទៅយើងចង់ដោះ unblock វិញប៉ុន្តែអត់ឃើញឈ្មោះ account ហ្នឹងនៅខាងលើហ្នឹងឯងអញ្ចឹងបងប្អូនគ្នាយកកន្លែងនេះ menu ហ្នឹងមកបាទតមកបងប្អូនគ្នាបាទយកកន្លែង setting បាទបន្ទាប់មកយើងយកកន្លែង privacy and security បាទតមកបងប្អូនគ្នាអស់ចុះក្រោមបាទនេះយកពាក្យថា block account បងប្អូនចុចលើហ្នឹងមកបាទអញ្ចឹងបងប្អូនគ្នានឹងឃើញ account ដែលយើង block ពីមុនមកណាអញ្ចឹងបងប្អូនគ្នាចង់ដោះ block វិញបងប្អូនគ្នាចុចលើ account ហ្នឹងមកបាទបន្តមកបងប្អូនគ្នាចុចកន្លែង unblock មកបាទប៉ុណ្ណឹងមកយើងដោះ block ហើយបាទយើងចុចបកចេញមកវិញមកបាទហើយយើងចូលមើលកន្លែង account ហ្នឹងមកបាទគឺវាបានដោះវិញហើយអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងដែរបងប្អូនគ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលា